ប្រមុខការពារជាតិច្បាស់ណាស់កណ្ដុងគឺបែរតម្រង់ទៅខ្មាំងសត្រូវមិនដែលមានគូនទ័ពណាបែរកណ្ដុងមកផ្ទះខ្លួនឯងនោះទេឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានឆ្លើយតបទៅយោធាថៃចោទថាកម្ពុជាបង្វែរកណ្ដុងកំភ្លើងទៅភូមិឋាននិងមន្ទីររបស់យោធាថៃប្រមុខការពារជាតិលើកឡើងថានេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជាពេលយើងមកពាក់សភាវុធគឺដើម្បីការពារបូរណភាពទឹកដីច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវមិនមានក្បួនទ័ពណាដែលបង្វែរកណ្ដុងមកផ្ទះខ្លួនឯងនោះទេឬមួយកងទ័ពថៃរៀនយុទ្ធវិធីខុសពីកម្ពុជាបើតាមឯកឧត្តមនាយឧត្តមសេនីយ៍ជំរឿសសន្តិវិធីគឺការចរចារវាងរាជរដ្ឋាភិបាលទាំងពីរទាំងផ្នែកនយោបាយផ្នែកសេដ្ឋកិច្ចផ្នែកផ្សេងៗចំពោះផ្នែកយោធាគឺជាជំរឿសចុងក្រោយយើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជាដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ